từ lúc áp báo này cái áp báo sọc sang đầm bay tiền chip bẹ pon đừng nơi phum bể snóng khum bể cơi sọc sang khai còn đà nhưng khơi tha chạy đáy nơi ngày thì ngày tết thì đọc bay khai mạc đá năm pi pon mà phê mũi đi nơi bậc mấy trong càng nghe bọc nhom bát còn ba là thưa đầm nở chlong cắt nơi tí nu đòiสังเกต khơi ភាពមិនប្រកបដីមួយដែលស្ថិតនៅក្នុងភូមិឃុំដែលខ្ញុំបានបញ្ជាក់នឹងជម្រាបជូនគឺមានដេប៉ូខ្សាច់មួយកន្លែងដែលប្រជាពលរដ្ឋមានការពិបាកចិត្តនិងខ្វល់ខ្វាយមែនទែនហើយគាត់ក៏បានជម្រាបក៏ដូចជាប្រាប់មកដល់អង្គភាពខ្ញុំបាទឲ្យចុះជួយត្រួតពិនិត្យមើលដោយសារយើងឃើញថាដេប៉ូខ្សាច់មួយកន្លែងនោះមិនដឹងថាបោះអស់លោកខាងណាយើងអត់ដឹងច្បាស់ទេប៉ុន្តែជាក់ស្ដែងអ្វីដែលយើងមើលឃើញគឺចំណុចត្រង់កន្លែងធ្វើឲ្យខូចខាតនៅផ្លូវហើយមួយទៀតនោះអ្វីដែលជាចំណុចសំខាន់គឺការធ្វើរបងរបស់គាត់ឡោមព័ទ្ធនៅដេប៉ូខ្សាច់របស់គាត់នោះគឺក្បែរនឹងប្រឡាយទឹកតែម្ដងគឺគេហៅថាប្រឡាយដើម្បីរំដោះទឹកដើម្បីឲ្យប្រជាពលរដ្ឋនៅភូមិឃុំមូលដ្ឋាននោះគាត់ងាយស្រួលនៅពេលដែលមានភ្លៀងធ្លាក់ម្ដងជាបានប្រឡាយនេះហើយគឺជាកន្លែងដែលរំដោះទឹកបាទអធិស្ឋាននឹងឲ្យសុំក្អកតិចចុះជាប្រឡាយដែលរំដោះទឹកតែជាក់ស្ដែងដេប៉ូខ្សាច់មួយកន្លែងនោះបែរជាគាត់ធ្វើរបងឡោមព័ទ្ធបូមខ្សាច់គេហៅថាអាជីវកម្មខ្សាច់របស់គាត់មិនដឹងថាគាត់នឹងមានច្បាប់អនុញ្ញាតឬក៏មិនមានទេព្រោះខ្ញុំក៏មិនទៀមទាដើម្បីមើលច្បាប់ទេធម្មតាគេបើកអាជីវកម្មមួយវាតែងតែស្នើសុំនេះនោះហ្នឹងទៅយើងអត់និយាយទេពាក់ព័ន្ធមួយអាជីវកម្មខ្សាច់ច្បាប់របស់គាត់នេះគឺខ្ញុំអត់និយាយទេប៉ុន្តែខ្ញុំអ្វីដែលខ្ញុំចង់និយាយគឺប្រឡាយរំដោះទឹកនោះណាត្រូវបានទប់ស្កាត់ហើយប្រឡាយមកចាហៀងទៀតក៏ខ្សាច់នោះហូរច្រោះទៅវាសឹងតាបាក់អស់ផ្លូវប្រឡាយទំនប់នឹងផ្លូវលំមួយខ្សែដែលស្ថិតនៅក្នុងភូមិព្រែកស្នងឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាលហើយតាមរយៈคลิปវីដេអូមួយនេះខ្ញុំក៏សូមផ្ដាំផ្ញើទៅម្ចាស់ដេប៉ូខ្សាច់ហ្នឹងឲ្យជួយត្រួតពិនិត្យមើលផងនៅពេលដែលអ្នកសារព័ត៌មានចុះទៅដល់ទីតាំងដើម្បីឲ្យច្បាស់ការណាឲ្យដើម្បីឲ្យច្បាស់ការកុំឲ្យថាឮតែគេថាឮតែគេនិយាយហើយមិនបានចុះទៅកន្លែងនឹងផ្ទាល់ណាធ្វើព័ត៌មានឲ្យមិនពិតមិនប្រក្រតីអង្គភាពខ្ញុំគឺជាអង្គភាពមួយដែលចុះទៅដល់មូលដ្ឋានច្បាស់លាស់ហើយនឹងធ្វើព័ត៌មានពិត